សួស្តីអ្នកនរអគ្នាស្វាគមន៍មកកាន់ខេត្តកំពតហើយឥឡូវនេះយើងមកដល់ដូងទេហើយសម្រាប់ការលក់ដូរអ្នកនរអគ្នាដឹងហើយគឺច្រើនមែនតើហ្មងហើយអានេះផ្លូវដែលយើងកំពុងតែដើរទៅកន្លែងដូងទេហើយមុននឹងយើងទៅដល់អូតាដែលយើងត្រូវដេកគឺយើងមកកំសាន្តនៅដូងទេនេះសិនហើយសម្រាប់ការលក់ដូរគឺច្រើនមែនតើអ្នកនរអគ្នាមានរបស់លេងអីច្រើនមែនតើនេះកូនខ្ញុំកំពុងតែទារបស់លេងឥឡូវមីងគេកំពុងតែទាដែរគឺអត់ផុតពីគាត់ហ្នឹងហើយឥឡូវយើងរកកន្លែងអង្គុយហើយសម្រាប់កន្លែងអង្គុយរបស់យើងគឺពិតជាល្អមែនតើគេមានដូចជាទូកហ្នឹងបណ្ដែតលើទឹកហើយយើងដើរទៅកន្លែងដែលយើងអង្គុយហ្នឹងឯងហើយនៅពេលដែលយើងកំពុងតែអង្គុយក៏យើងចាប់តាមឲ្យក្មេងៗបានលេងទឹកលេងអីអញ្ចឹងបានលេងទឹកលេងអីអញ្ចឹងទៅហើយទម្រាំតែគាត់លេងទឹកហើយគឺយើងអាចនឹងឲ្យពួកគាត់បានញ៉ាំអីអញ្ចឹងហើយយើងក៏ញ៉ាំអីបានអញ្ចឹងអស់គ្នាអញ្ចឹងហើយអ្នកនរគ្នាមើលគឺមនុស្សច្រើនមែនតើថ្ងៃដែលខ្ញុំទៅគឺមនុស្សច្រើនមែនតើមានមនុស្សច្រើនពិតជាគួរឲ្យសប្បាយមែនតើប៉ុន្តែខ្ញុំអត់បានលេងទេដោយសារថាខ្ញុំរវល់មើលក្មេងៗអញ្ចឹងហើយយើងចាប់ផ្ដើមឲ្យក្មេងៗគាត់មួយទឹកមួយអីលេងឲ្យសប្បាយគាត់សិនអញ្ចឹងបានយើងចាប់ផ្ដើមទៅអូតែដើម្បីសម្រាប់សិនយកកន្លែងដើរលេងយកទៀតអញ្ចឹងហើយសម្រាប់ការយើងឲ្យគាត់អង្គុយលេងយើងអង្គុយលេងបានមួយផ្លែតណានៅដូងទេឲ្យថាអត់ដល់ហើយយើងអត់បានអង្គុយទេគាត់ទឹកឲ្យសប្បាយសិនអញ្ចឹងហើយបន្ទាប់មកបានយើងចាប់ផ្ដើមរៀបចំទៅអូតែរបស់យើងតែអូតែហ្នឹងគឺស្អាតមែនតើនៅពេលដែលខ្ញុំចូលទៅគឺគេមានហែមតែជ្រូកថែមឲ្យហើយឥឡូវយើងកំពុងតែ check in ចូលចាំ check in ចូលអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់ទិដ្ឋភាពគេគឺដូច Amazon អញ្ចឹងគឺស្អាតមែនតើមានខ្យល់អាកាសបរិសុទ្ធហើយនឹងផ្លូវដែលយើងដើរទៅហ្នឹងក៏ស្អាតហើយបឹងកាឡូគេមួយគឺមានដាច់ពីគ្នាអញ្ចឹងណាអ្នកនរគ្នាមើលទៅដូច fresh មែនតើហើយនៅមានអាងទឹកមានអីសម្រាប់ឲ្យយើងមួយលេងមួយអីអញ្ចឹងហើយនេះផ្លូវដែលខ្ញុំកំពុងតែដើរទៅកន្លែងដែលខ្ញុំត្រូវដេកបន្ទប់ដែលខ្ញុំត្រូវដេកហើយការ design របស់គេគឺស្អាតមែនតើពីកន្លែងដែលខ្ញុំត្រូវចូលហើយជាលក្ខណៈ private គូសង្សារថ្មីដែលគាត់ត្រូវត្រឹមតែការថ្មីក៏គាត់អាចមកបាននេះគឺជាបន្ទប់ដែលខ្ញុំកំពុងតែដេកហើយអាងទឹកអាងទឹកនេះពិតជាស្អាតមែនតើអ្នកនរគ្នាអាងទឹកនេះស្អាតមែនហើយសម្រាប់ការគេងនៅហ្នឹងគឺមកតុកដូចជា$70បងគាត់អ្នកកក់អញ្ចឹងបានតែខ្ញុំហើយមានណាការពិតមកកំប៉ុងបារីលបាច់ញ៉ាំក៏បានដែរបាច់ញ៉ាំប៉ុន្តែកាហ្វេហើយនឹងស្អីនៅលើហ្នឹងគឺគេ free ឲ្យតែពោតខ្ញុំទិញណាពោតខ្ញុំទិញទេតែសម្រាប់កាហ្វេកញ្ចប់គេ free ឲ្យយើងនេះខ្ញុំកំពុងតែដាក់ទឹកចូលក្នុងគម្របកាសៀវដើម្បីយកទៅដាំទឹកកាហ្វេដោយសារខ្ញុំអ្នកញៀនកាហ្វេអ្នកនរអស់គ្នានេះបានកាហ្វេមួយកែវល្មមញ៉ាំភ្លាមហ្នឹងហ្មងកុំឲ្យខាតដោយសារមិញព្រងញ៉ាំមីមតែមកកញ្ចប់បារីក៏អត់ញ៉ាំទៅខ្ជិលញ៉ាំទៅញ៉ាំអីនៅក្រៅវិញនេះចិត្តស្វាគេអ្នកនរគ្នាស្អាតមែនតើបឹងកាឡូគេស្អាតហើយគេមានបឹងកាឡូមួយសម្រាប់ឲ្យយើង private អញ្ចឹងណាហើយយើងចោះទៅមួយទឹកមួយអីបានកំងប្រហូបអីក៏បានអញ្ចឹងណានេះពូនខ្ញុំពងរវល់ថតហើយទូទឹកកកគេនេះគេមានទឹកសុទ្ធ2ហើយនិងទឹកក្រូចសម្រាប់បន្ទប់ទឹកគេវិញប៉ិនបន្ទប់ដេកមែនទួយហើយអ្នកនរគ្នាទុកទឹកធំទុកទឹកគេហើយកន្លែងដើរលេងគេក៏ស្អាតអាងទឹកគេក៏ស្អាតកន្លែងទេសភាពគេក៏វា fresh អ្នកនរគ្នាវា fresh ហ្មង fresh មែនតើហើយសម្រាប់ផ្លូវដើរវិញអ្នកនរគ្នាមកផ្លូវដើរយើងដូចយើងរបៀបអ្នកយើងដើរផ្សងព្រេងចឹងស្អាតណាស់អ្នកនរគ្នាបើអ្នកចូលចិត្តថតរូបអីវិញគឺអែមហ្មងគឺសប្បាយមែនតើហ្មងហើយវា fresh ហើយកន្លែងបឹងកាឡូគេក៏ស្អាតនិយាយទៅខ្ញុំពេញចិត្តកន្លែងនេះខ្ញុំរ៉េតឲ្យ8លើ10ចុះកន្លែងចិញ្ចឹមត្រីកន្លែងអីចឹងអ្នកនរគ្នាគឺវាមានច្រើនមែនតើហ្មងសម្រាប់អ្នកដែលជួយចិត្ត fresh អ្នកមកកពតអាចខ្ញុំ recommend មកនេះបានដូចជាឈ្មោះស្អីចាំខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងឲ្យហើយនេះកន្លែងអាងទឹកនេះកូនខ្ញុំគាត់ពងតែមួយទឹកគឺមកហ្នឹងអត់មានធ្វើអីទេមុនគេគឺមកដល់ដោះកៅអៅប្រងមួយទឹកមួយបងគេហ្នឹងមកគឺអត់មានចាំពីណាគេថាឲ្យញ៉ាំបាយញ៉ាំអីសិនគឺមួយទឹកយកហ្មងអ្នកនរគឺមួយទឹកយកហ្មងគឺអត់មានចាំយូរទេគឺមួយទឹកហើយ
ហើយចិត្តភាពគេនៅនឹងស្អាតណាស់បងប្អូនសម្រាប់អាងទឹកដែលខ្ញុំចោះមកណាគឺវ៉ាវស្អាតកន្លែងដែលយើងត្រូវតែញ៉ាំអីក៏អែមដែរឥឡូវពេលនេះមកផឹកហើយយើងងើបពីដេកណាអញ្ចឹងផឹកឡើងគេ free ដូចជា breakfast ឲ្យយើងពេលផឹកតែអត់គេ free ឲ្យយើងពេលផឹកហើយខ្ញុំឡើងទៅដល់លើហ្នឹងហើយតែបងប្អូនហើយនឹងអាម៉ាក់ប៉ាខ្ញុំឡើងអស់ហើយខ្ញុំឡើងក្រោយគេឥឡូវហ្នឹងខ្ញុំកំពុងតែហៅមើលអីតែអ្វីដែលខ្ញុំហៅមុនគេគឺកាហ្វេហ្នឹងឯងអ្នកនរគ្នាហ្នឹងឯងគឺកាហ្វេឥឡូវខ្ញុំចាក់ទឹកដោះគោចូលក្នុងកែវហើយមានទឹកដោះគោដែលខ្ញុំចាក់នេះអ្នកនរគ្នាច្រឡំខ្ញុំចាក់ហើយតែខ្ញុំច្រឡំទៅចាក់តែវិញតែពេលនេះខ្ញុំទៅរកមើលដូចជាអីផឹកផ្សេងៗទៀតទៅឥឡូវដល់ម៉ោងឃ្លានក៏មករអីញ៉ាំទឹកដូចជាបាយមានកាទៀវមានអីចាប់យកវាឆ្ងាញ់ញ៉ាំហ្នឹងឆ្ងាញ់អូខេតាបើជាលក្ខណៈអាហារអឺរ៉ុបគេថាមានរសជាតិអឺរ៉ុបមានអីចឹងគេ free ឲ្យយើងពេលព្រឹកចឹងហើយយើងញ៉ាំឆ្អែតយើងញ៉ាំឆ្អែតអីឆ្អែតទៅយើងត្រូវកាសេទឹកឲ្យយើងយកទឹកឆឹកអីទៀតចឹងវាមានដូចជាទឹកក្រូចមានកាហ្វេមានអីឲ្យយើងច្រើនណាអ្នកនរគ្នាមានច្រើនតែហើយបាយរបស់គេនេះបាយរបស់គេនេះគឺគេមានបាយឆាម្ជៀងមីឆាម្ជៀងហើយខ្ញុំចាប់មីឆាទៀតទៅខ្ញុំដាក់មីឆាក្នុងហ្នឹងទៅចាប់មើលទៅមកលំនាំមកយើងញ៉ាំយកមកចាប់ច្រើនទេចាប់មកលំនាំទេនេះក៏ខ្ញុំចាប់ជាលក្ខណៈ hot dog បានតិចទៀតទៅហើយនឹងនេះដូចជាដឡូហើយក៏បានកាទៀវមួយឆាជាមួយនឹងបាយហើយនឹងមីឆាហើយនឹងអីមួយចានទៅឥឡូវខ្ញុំបានធ្វើដំណើរមកកន្លែងមួយទៀតគឺកន្លែងដូចជាអញ្ចឹងនេះកន្លែងគេជីកទូកខ្ញុំភ្លេចបាត់ហើយកន្លែងនេះខ្ញុំទៅសេដាក់ក្នុងនឹងឲ្យខ្ញុំភ្លេចបាត់ហើយតាពាំងអាស័យហ្នឹងនៅតាពាំងអាស័យខ្ញុំមកទីនេះខ្ញុំជីកទូកលេងហើយយើងមកដល់ត្រឹមនឹងព្រាបគេមានទូកឲ្យយើងច្រើនណាស់អ្នកនរទូកហ្នឹងដូចជាយើងជួលដូចជា60000នេះសហគមន៍តាពាំងអាស័យហ្នឹងឯងសហគមន៍តាពាំងអាស័យចំហើយនេះយើងកំពុងតែរងចាំទូកដើម្បីយើងជិះទូកទៅកំសាន្តនៅកន្លែងព្រៃកោងការគេអ្នកនរគ្នាព្រៃកោងការគេហើយយើងទាំងអស់គ្នាកំពុងតែរងចាំលើកម្ហូបយកអីរបស់របរដែលយើងតាមមានកតេលមានអីដងទូចអីហ្នឹងប៉ាខ្ញុំគាត់ចូលចិត្តទូចត្រីយកដងទូចដងអីដោះបើយើងជីទូ let's go ចាប់តាមហើយជីទូគេអាវពងសិនគេឆ្លេតមកទេថាគេអាវពងគេតម្រូវឲ្យយើងពាក់អាវពងអ្នកនរនេះកូនខ្ញុំហើយកូននេះយើងជីទៅស្អាតមែនតើហើយតិចហើយសងខាងយើងសិតតែព្រៃកោងកាំងអ្នកនរនេះតែយើងមិនទាន់ដល់គោលដៅដែលយើងត្រូវឈប់ទេគោលដៅដែលយើងត្រូវឈប់គឺនៅមុខទីទៀតតែនៅពេលដែលទៅភាពដែលយើងកំពុងជិះគឺយើងអាចមើលទៅភាពតាមមាត់ព្រែកឬទៅតាមដងវិថីកន្លែងដែលយើងត្រូវជិះចឹងណាគឺទឹកសាច់មកតិចហើយយើងធ្វើដំណើរនោះដូចជាទុំមហាជី7នាទីអីយើងទៅដល់ឥឡូវយើងបានមកដល់ហើយនេះអ្នកទាំងអស់គ្នាបានមកដល់ខ្ញុំមកដល់ពេលខ្ញុំរវល់ទៅកាន់អវ៉ាន់គឺខ្ញុំអត់បានថតអីច្រើនខ្ញុំថតយកតែហ្មងថតមកដល់ថតហ្មងហើយនេះកន្លែងកញ្ចោះគេកាលពេលខ្ញុំមកហ្នឹងគឺស្ងាត់មែនតើអ្នកនរគ្នាអត់ស្មានមានមនុស្សទេខ្ញុំក៏រើសអាកញ្ចោះដែលរៀងធំហ្នឹងមកអង្គុយលេងអញ្ចឹងនេះព្រៃកោងកាងគេអ្នកនរគ្នាព្រៃកោងកាងគេស្អាតមែនតើហើយដូចជាមានក្តាមណាអ្នកនរគ្នាមានក្តាមមានអីច្រើនមានក្តាមមានអីហើយក៏មានឧបត្ថម្ភអីច្រើនnữaហ្នឹងសម្រាប់ដូចជាសកលវិទ្យាល័យផ្សេងៗដែលគេមកដាំដុះអញ្ចឹងហើយនេះប្រពន្ធខ្ញុំគាត់កំពុងតែថតនៅព្រៃកោងកាងចូលក្នុងហ្នឹងរៀងហប់តិចហ្នឹងដែរវាមើលទៅវាបលុកវាអត់ហប់ទេតែវាអត់ក្តៅទេវានឹងហប់តែយើងចេញពីក្នុងនឹងតិចគឺត្រជាក់មែនទេអ្នកអស់នេះក្តាមហ្នឹងក្តាមខ្ញុំផលឲ្យមើលគឺច្រើនមែនទេជាក្តាមយើងចាប់អត់តាន់ទេចាប់អត់តាន់តែម្ដងអ្នកអស់ហើយទាំងក្មេងទាំងខ្ញុំអីគឺចាប់ក្តាម